คุณដែលខលមកអរគុណដែលមករកបងនិយាយពីគេប្រាប់បងថាមានរឿងអ្វីគេធ្វើឲ្យអូនឈឺចាប់ស្ទើររៀងរាល់ថ្ងៃឲ្យបងជួយគិតរឿងថ្លៃត្រូវធ្វើបែបណាមិនបាច់មានចំលើយកូនអាចឆ្លើយខ្លួនឯងបានដែរព្រោះគេត្រឹមតែនោះដែលមិនស្មោះនឹងអូនឲ្យបងត្រូវធ្វើបែបណាបើជីវាមិនទាន់អស់អាល័យបងដឹងចិត្តថ្លៃខ្សែភ្នែកចរណៃអូននៅមានគេចាប់ដៃស្ងួនអង្រួនប្រាប់អូនកុំទៅរកគេឬអូនភ្លេចហើយមែនទេគេធ្វើឲ្យអូនឈឺចាប់យ៉ាងណាក្រែងប្រាប់បងថាគេនោះជាមនុស្សប្រមិនល្អមិនគួរយកខ្លួននៅក្បែរតែពេលនេះអូនគេចកែទៅរកគេនោះវិញបានអងរួនប្រាប់អូនកុំទៅរកគេឬអូនភ្លេចហើយមែនទេគេធ្វើឲ្យអូនឈឺចាប់យ៉ាងណាក្រែងប្រាប់បងថាគេនោះជាមនុស្សប្រមិនល្អមិនគួរយកខ្លួននៅក្បែរតែពេលនេះអូនគេចកែទៅរកគេនោះវិញបានមិនបាច់មានចំលើយកូនអាចឆ្លើយខ្លួនឯងបានដែរព្រោះគេត្រឹមតែនោះដែលមិនស្មោះនឹងអូនឲ្យបងត្រូវធ្វើបែបណាបើជីវាមិនទាន់អស់អាល័យបងដឹងចិត្តថ្លៃខ្សែភ្នែកចរណៃអូននៅមានគេចាប់ដៃស្ងួនអង្រួនប្រាប់អូនកុំទៅរកគេឬអូនភ្លេចហើយមែនទេគេធ្វើឲ្យអូនឈឺចាប់យ៉ាងណាក្រែងប្រាប់បងថាគេនោះជាមនុស្សប្រមិនល្អមិនគួរយកខ្លួននៅក្បែរតែពេលនេះអូនគេចកែទៅរកគេនោះវិញបានមិនបាច់ប្រាប់ថាណាបងមិនតែអូននៅស្នេហ៍គេរឿងដែលមាសមេប្រាប់បងនោះជារឿងអ្វីទៅបងនឹងយល់មិនដឹងខ្លួនឬគេធ្វើឲ្យឈឺយ៉ាងណាត្រូវចាំទុកថាគេលែងត្រូវការរូបអូនទៀត